ខ្ញុំចង់ឲ្យខ្ញុំ review ក្តាប់17 Pro Max ច្រើនខ្លាំងមែនតើឥឡូវហ្នឹងគឺខ្ញុំយកមក review top តបតឲ្យអ្នកទាំងគ្នាមើលហ្មងសូម្បីតែប្រអប់គេក៏ខ្ជូតដែរអ្នកទាំងគ្នាដោយ17 Pro Max អាធំអញ្ចឹងណាគេចង់ unboxing 17 Pro Max បែប low budget អីគឺអាចកំងប្រភេទនេះបាននិយាយទៅគឺថា unboxing បានដូចគ្នាពណ៌គេឡើងខ្ជូតហ្មងណាពណ៌ទឹកក្រូចកំពុងតែ trending ទៀតអ្នកទាំងគ្នាគ្រាន់តែបកតាមមកគឺថាឡើងខ្ចីញញហ្មងស្អាតខ្លាំងណាស់អ្នកទាំងគ្នានៅក្រៅស្អាតជាងនៅក្នុងវីដេអូទៀតឥឡូវហ្នឹងមកបើកមើលទាំងអស់គ្នាថានៅក្នុងហ្នឹងមានអីគេខ្លះនិយាយទៅកម្មវិធីខាងក្នុងគឺមានបែបអញ្ចឹងអ្នកទាំងគ្នា Facebook ជាមួយនឹង YouTube គឺមានស្រាប់នៅក្នុងហ្នឹងហ្មងនិយាយទៅប្រភេទនេះអ្នកទាំងគ្នាអាចប្រើបានដោយទូរស័ព្ទធម្មតាទាំងអស់ហ្មង Facebook ក៏បានមើល TikTok អីក៏បានដែរហើយអ្នកទាំងគ្នាក៏អាច call បានដែរហើយអ្នកទាំងគ្នាក៏អាចមើល YouTube បានដែរពណ៌ color គេស្អាតញាក់ដែរហ្នឹងហើយអ្នកទាំងគ្នាមើលរឿងស្ដាប់បទចម្រៀងអីគឺថាបានមកស្រឡាញ់ហ្មងអានេះគឺខ្ញុំថតបន្ទាប់តឲ្យអ្នកទាំងគ្នាមើលហ្មងថាវ៉ាន់ហ្នឹងមិនប្រើបានអីគេខ្លះអញ្ចឹងណានិយាយទៅប្រភេទនេះអ្នកទាំងគ្នាទិញទៅគឺថាអត់ខកបំណងទេអ្នកទាំងគ្នាចង់យកទៅលេងហ្គេមក៏បានដែរហ្គេមគឺលេងបានច្រើនប្រភេទមែនតើក៏ប៉ុន្តែខ្ញុំបង្ហាញអ្នកទាំងគ្នាខ្លះអញ្ចឹងណាហើយសម្រាប់ក្តាប់17 Pro Max នេះអ្នកទាំងគ្នាកាន់មកគឺថាប្លែកពីគេហ្មងព្រោះដោយសារតែរបស់គេគឺសិតតែទូរស័ព្ទធំៗរបស់យើងទូចខ្ជូតអញ្ចឹងណាកាន់មកណាគេក៏មើលដែរហើយលេងហ្គេមអីបានមកឆ្ងាញ់ដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយសម្រាប់កាមេរ៉ាគេអ្នកទាំងគ្នាអាចថតរូបថតវីដេអូក៏បានដែរ function ខាងក្នុងគេគឺមានច្រើនគួរសមដែរអញ្ចឹងគេមាន function beauty ឬក៏ slow motion អីអញ្ចឹងរូបដែលថតហើយគឺអាច zoom បាន